រឿងសត្វហង្សក្បាលពីរការញុះញង់ជាអាវុធក្លាហានបំផុតក្នុងលោកក្នុងសាសនាព្រះពុទ្ធព្រះនាមកាសបៈមានស្ត្រីម្នាក់មានចិត្តស្មោះត្រង់ស្នេហាចំពោះស្វាមីរបស់ខ្លួនតែងគោរពប្រណិប័តចំពោះស្វាមីដូចជាស្រីទេពអប្សរគោរពបម្រើព្រះឥន្ទ្រាធិរាជពុំដែលឲ្យមងឆ្គងត្រង់កិច្ចការណាមួយឡើយថ្ងៃមួយស្ត្រីនោះបាននាំស្វាមីចាត់ចែងទានថ្វាយដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានហើយតាំងសេចក្តីប្រាថ្នាថាក្នុងជាតិខាងមុខបន្ទាប់អំពីជាតិនេះទៅសូមឲ្យបានកើតជាបុរសរាល់ជាតិហើយសូមឲ្យកើតជាប្អូនរួមផ្ទៃជាមួយនឹងស្វាមីរបស់ខ្ញុំយ៉ាងទៀតបើយើងខ្ញុំទាំងពីរនាក់ផ្លត់គតិទៅកើតជាតិរិឆានសូមឲ្យមានខ្លួនជាប់គ្នាមានក្បាលពីរកុំខានព្រះសម្ពុទ្ធទ្រង់ធ្វើផុតតានុមោទនាហើយស្ដេចត្រឡប់ទៅកាន់អារាមជាមួយនឹងព្រះសង្ឃជាបរិវារវិញឯជនទាំងពីរនាក់ស្វាមីភរិយាលុះដល់ខ្សែជីវិតបានទៅកើតជាកុមារក្នុងត្រកូលមហាសេដ្ឋីមួយជាតិព្រាហ្មណ៍មហាសាលមួយជាតិខន្តិយៈមហាសាលមួយជាតិកើតរួមផ្ទៃជាមួយគ្នាជាកូនភ្លោះនាងភរិយាកើតជាកូនប្រុសស្វាមីជាបងប្រុសកុមារទាំងពីរមានសេចក្តីរាប់អានស្រឡាញ់គ្នាជាទីបំផុតបន្ទាប់ពីជាតិនោះមកផ្លត់គតិទៅកើតជាសត្វហង្សមាសមានខ្លួនព្រែកជាប់គ្នាមានក្បាលពីរស្លាប4ជើង4នៅអាស្រ័យក្នុងព្រៃហេមពៀនក្បែរស្រះពោកករណីមួយតែងទៅរកចំណីអាហារជាមួយគ្នាពុំដែលទាស់ទែងខ្វែងគំនិតគ្នាឡើយថ្ងៃមួយមានថ្មើរព្រៃម្នាក់បានឃើញហង្សមានក្បាលពីរនោះក៏កើតសេចក្តីអស្ចារ្យពុនពេកទើបត្រឡប់ទៅក្រាបទូលដល់ព្រះបាទពារាណសីគ្រានោះព្រះពោធិសត្វទ្រង់សោយព្រះជាតិជាព្រះបាទពារាណសីទ្រង់បានព្រះសណ្ដាប់ពាក្យនោះហើយក៏ប្រើថ្មើរព្រៃឲ្យទៅចាប់ហង្សក្បាលពីរនោះមកថ្វាយថ្មើរព្រៃក៏ទៅចាប់បានមកថ្វាយដូចព្រះរាជបំណងស្ដេចទ្រង់សព្វព្រះជាហឫទ័យណាស់បានប្រទានរង្វាន់ដល់ថ្មើរព្រៃនោះជាច្រើនទើបប្រគល់ហង្សមាសក្បាលពីរនោះឲ្យព្រះអគ្គមហេសីយកទៅចិញ្ចឹមព្រះអគ្គមហេសីបានធ្វើទ្រង់មាសដាក់ហង្សនោះហើយទ្រង់ប្រទានលាជនឹងទឹកឃ្មុំដាក់លើថាសមាសឲ្យស៊ីតែរាល់ថ្ងៃក្នុងកាលជាខាងក្រោយមកព្រះនាងទេវីបានចូលទៅក្រាបទូលព្រះបាទពារាណសីថាហង្សក្បាលពីរនោះប្រសិនបើបំបែកឲ្យដាច់ពីគ្នាបានហង្សមួយទុកចិញ្ចឹមក្នុងព្រះរាជវាំងហង្សមួយទៅទុកក្នុងសួនសត្វសម្រាប់ឲ្យមហាជនមើលជាការប្រពៃណាស់ព្រះបាទពារាណសីទ្រង់យល់តាមមតិរបស់ព្រះនាងទេវីទើបបង្គាប់ឲ្យអាមាត្យទាំងឡាយមកប្រជុំគ្នាហើយត្រាស់សួរថាអ្នកណាអាចបំបែកហង្សនេះឲ្យបែកចេញពីគ្នាបានដោយឥតមានគ្រោះថ្នាក់យើងនឹងឲ្យរង្វាន់ជាច្រើនដល់អ្នកនោះពេលនោះមានអាមាត្យម្នាក់ជាអ្នកឆ្លៀសវៃក្នុងឧបាយកលបានថ្វាយដំណឹងដល់ព្រះរាជាថា
ខ្ញុំព្រះអង្គអាចបំបែកបានព្រះរាជាក៏ប្រគល់ហង្សនោះទៅឲ្យថ្ងៃមួយអាមាត្យនោះរៀបតាក់តែងខ្លួនចូលទៅក្នុងរាជវាំងមុននឹងទៅបានបង្ហាញខ្លួនឲ្យហង្សទាំងពីរដឹងថាទៅគាល់ព្រះរាជាលុះត្រឡប់មកវិញទៅអោនខ្សឹបចិត្តក្បាលហង្សម្ខាងនិយាយខ្សៅតិចធ្វើហាក់ដូចជាប្រាប់រឿងអាចកំបាំងអ្វីមួយហើយជៀសចេញទៅឯហង្សម្ខាងឃើញដូច្នោះហើយមានសេចក្តីសង្ស័យណាស់ទើបសួរទៅហង្សជាសម្លាញ់ថាសម្លាញ់អំបញ្ញមិញនេះអាមាត្យខ្សឹបប្រាប់រឿងអាចកំបាំងអ្វីដល់អ្នកចូលអ្នកប្រាប់គ្នាផងហង្សម្ខាងប្រាប់ថាឥតមានប្រាប់ការអ្វីទេគ្រាន់តែឮខ្សៅមិនដឹងថាគេថាដូចម្ដេចហង្សម្ខាងតូចចិត្តណាស់ទើបនិយាយអូសម្លាញ់ឯងមិនគួរលាក់អ្វីនឹងគ្នាសោះគ្នាពិតជាឃើញអាមាត្យនិយាយប្រាប់ឯងនឹងភ្នែកទោះបីហង្សម្ខាងនិយាយប្រាប់យ៉ាងណាក៏មិនជឿចេះតែទទួចសួរជាញឹកញយថ្ងៃក្រោយអាមាត្យទៅខ្សឹបក្បែរត្រចៀកហង្សនោះទៀតហង្សម្ខាងសង្ស័យក៏សួរដូចមុនហង្សម្ខាងប្រាប់ថាខ្ញុំមិនឮអ្វីទេហេតុដូចម្ដេចបានចេះតែសួរខ្ញុំចាប់តាំងពីពេលនោះមកហង្សទាំងពីរក៏ឆ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងដរាបដល់ជេរប្រទេសហើយទូទាសស្លាបចឹកគ្នាជាខ្លាំងដោយអំណាចសេចក្តីក្រោធសរីរៈកាយនៃហង្សក៏ហែកចេញពីគ្នាជាចំណែកអាមាត្យឃើញដូច្នោះហើយក៏នាំយកហង្សទាំងពីរទៅថ្វាយព្រះបាទពារាណសីព្រះអង្គបានទតឃើញមានសេចក្តីសោមនស្សពន់ពេកទើបព្រះរាជទានស្រុកសួយមួយឲ្យជារង្វាន់ហើយទ្រង់ត្រាស់សួរថាអ្នកធ្វើដូចម្ដេចបានជាហង្សបែកចែងពីគ្នាសូម្បីតែយកមកដាក់ចិត្តគ្នាក៏មិនបានអាមាត្យក្រាបទូលតាមការដែលខ្លួនបានធ្វើទ្រង់បានព្រះសណ្ដាប់ពាក្យនោះហើយក៏មានព្រះតេរសង្វេគតក់ស្លុតពន់ពេកទើបមានព្រះរាជាអង្គការថាអូណ៎អាវុធគឺពាក្យញុះញង់ក្លាហានណាស់តើអាចពុះបំបែករូបធម៌និងអរូបធម៌ឲ្យបែកចេញពីគ្នាបានក្នុងលោកនេះឥតមានអាវុធណាដែលឃ្លាវខ្លាស្មើនឹងពាក្យញុះញង់នេះឡើយប្រជុំជាដកថ្មើរព្រៃក្នុងការនោះគឺឆន្ទថេទាំងពីរគឺគិរីមេនន្ថេនិងកាលុទាយិថេអាមាត្យអ្នកឆ្លៀសវៃក្នុងឧបាយកលគឺព្រះសារីបុត្រព្រះបាទពារាណសីគឺព្រះសម្មាសម្ពុទ្ធ